Ba mà chụp này nóក្នុងវីដេអូទី2ខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីរបៀបក្នុងការកំណត់ scale ក្នុង layout អញ្ចឹងពីមុនយើងបានកំណត់កណ្ដាលនឹងហើយយើងត្រូវ MV មកបង្កើតបន្ទាត់ MV មួយមកវាដាក់ប៉ុណ្ណេះអញ្ចឹងនៅក្នុងនេះវាមានប្លង់3 1 2 3ប៉ុន្តែប្លង់3ហ្នឹង scale ខុសគ្នាទាំង3បាទប្លង់នេះគឺ1លើ40អានេះ1លើ20ហើយអានេះ1លើ80អញ្ចឹងសួរថាយើងធ្វើម៉េចដើម្បីបានប្លង់ហ្នឹងនៅក្នុង layout ស្អាតបាទ layout ស្អាតជាធម្មតាពេលដែលយើងចុចលើនេះណាចុចលើបន្ទាត់ MV ហ្នឹងយើងមើលចាប់អារម្មណ៍មើលកន្លែងនេះអញ្ចឹងdefault របស់ម៉ាស៊ីនវាមាន scale 1លើ1 1លើ2 1លើ4អីចឹងទៅបាទអញ្ចឹងឥឡូវយើងមើលក្នុងនេះ scale របស់យើងមាន1លើ40អញ្ចឹងយើងមើលចុចមកណាមើល1លើ40អញ្ចឹងយើងដាក់1លើ40បាទ1លើ40គឺយើងចាប់ទាញវាដាក់ប៉ុណ្ណឹងមកចុចខាងក្រៅមកហើយយើង preview មើលទៅបាទអញ្ចឹងគឺទំហំអក្សរវាគឺប៉ុណ្ណឹងអញ្ចឹងអានេះពីមុនគេធ្វើមិនបាទពីមុនយើងចូលក្នុងនឹងបាទគេ as enter set in set enter 1ចែក40 HP បាទអានេះកាលពីមុនណាទីហៅថាប្លង់ហ្នឹងអត់តទៅ scale ទេប៉ុណ្ណេះចុះអញ្ចឹងដើម្បីយើង select scale បានគឺត្រូវ set enter as set enter as enter 1ចែក40 HP អញ្ចឹងវា load មកប៉ុណ្ណឹងបាទអញ្ចឹងវាចូលនេះចូល40នេះអញ្ចឹងពីពេលនេះទៅយើងអត់ប្រើវិធីចាស់ហ្នឹងទេបាទប្រើវិធីចាស់ហ្នឹងទេអញ្ចឹងយើងត្រូវធ្វើម៉េចមួយទៀតយើង scale 1លើ20បាទ scale 1លើ20អញ្ចឹងយើងគ្រាន់តែចូលក្នុងនេះបាទដោះសោកន្លែងនេះចេញមកចូលក្នុងនេះមកយើងចុចលើនេះតែម្ដងបាទ1លើ20ហើយយើងវា load មកប៉ុណ្ណឹងនេះចុចនៅខាងក្រៅមកបាទយើងចង់បើខ្លាចថាប្លង់នឹងវាងាកវាអីយ៉ាងម៉េចអញ្ចឹងយើងគ្រាន់តែចុចកន្លែងសោនេះមួយមកបាទវាអត់ដើរទេបាទទោះបីជាយើងទៅបោះ click លើហ្នឹងក៏យើងក៏វាអត់អីដែរអញ្ចឹងយើងអាចmove វាដាក់មកគ្រៀងគ្នាបានចឹងមកទៅយើង preview មើលមួយសារទៀតមើលឃើញថាទម្រង់អក្សរនេះគឺប៉ុនគ្នាស្អាតណាប៉ុន្តែយើងនៅសល់ប្លង់មួយទៀតនោះគឺ scale 1លើ80អញ្ចឹងយើងធ្វើយ៉ាងម៉េចដល់អានេះចេញសិនបើយើងមិនចេះច្បាស់ជាទៅនេះហើយ set enter as enter អីណាទៀតដែរអញ្ចឹងអត់ទេណាអត់ធ្វើតាមនឹងទេយើងចូលនេះចូលក្នុងនេះមកប៉ុន្តែត្រូវច្បាស់ថាយើងបានចុចលើនេះសិនណាឬក៏ចូលក្នុងនេះចូលក្នុងហ្នឹងឬក៏ចុចលើនេះសិនហើយយើងយកអានេះណាយក custom មកយក custom មកបោះគេ 1.2 ចឹងមកអញ្ចឹងយើងអាច add នេះ1ចែកឬក៏អត់ដូចគេមក1លើ80បាទអញ្ចឹងកន្លែងនេះ1ចឹងណានេះដាក់80មក80ហើយយើងអូខេមួយទៀតមកអញ្ចឹងចុចលើវានេះហើយយើងទៅរក1លើ80ដែលយើងបង្កើតមិញហ្នឹងណានេះ1លើ80នេះអញ្ចឹងវាគឺវាទាញមកប៉ុណ្ណឹងឲ្យយើងតែម្ដងទាញឲ្យយើងប៉ុណ្ណឹងតែម្ដងអញ្ចឹងយើងគ្រាន់តែសេរីបន្ទាត់ MV នេះអញ្ចឹងមកមួយនេះមកខាងក្រោមមួយនេះមកខាងក្រោមមកប៉ុណ្ណឹងមកយើង preview មកឃើញប្លង់ទាំង3ហ្នឹង scale 3ខុសគ្នា scale 1លើ40 1លើ20ហើយនិង1លើ80ចូលនៅក្នុង layout តែមួយអានេះវាមើលឃើញអញ្ចឹងយើងអាចដាក់ default មកកុំឲ្យវាឃើញกระดาษហ្នឹងមកវាឲ្យចិត្តគ្នាអញ្ចឹងមកអញ្ចឹងការងាររៀបចំប្លង់របស់យើងទៅក្នុង layout scale 3ខុសគ្នាចុងក្រោយយើងបានអក្សរប៉ុនគ្នាស្អាតមើលទៅណារបៀបរបស់យើងគឺនៅក្នុងវីដេអូនេះអ្វីដែលខ្ញុំចង់បង្ហាញគឺរបៀបសេរីបន្ទាត់នេះណារបៀបនេះហើយយើងបង្កើតអានេះដើម្បីយើងទទួលបានប្លង់មួយដែលមើលទៅទំហំអក្សរជាមួយនឹងការរៀបចំផ្សេងគឺវា standard ហើយគេប្រើជាទូទៅបាទប្រើជាទូទៅរួមហើយយើងអាច plot បាននេះ plot មកបាទដល់លើ desktop ចោលមួយទៀត replace ឲ្យចាស់ចោលប៉ុណ្ណឹងមកជាការស្រេចយើងមើលទីមើលនេះបើសិនជាប្លង់ច្រើន